តោះមកមើលសកម្មភាពប្រចាំថ្ងៃរបស់មនុស្សអាចការទាំងអស់គ្នាអញ្ចឹងជាទូទៅគឺខ្ញុំងើបនៅក្នុងម៉ោង 7:20 នាទីតមកទៀតគឺយើងចាប់ផ្ដើមមួយទឹកសម្អាតខ្លួនដើម្បីរៀបចំខ្លួនទៅធ្វើការងារអញ្ចឹងបន្ទាប់ពីខ្ញុំមួយទឹកហើយក្នុងម៉ោង 7:40 នាទីព្រឹកខ្ញុំចាប់ផ្ដើមធ្វើការលាប skincare ក៏ដូចជាឆ្លាក់មុខតិចតួចអញ្ចឹងណាកុំឲ្យអ្នកអហ្វេយើងខ្លាចនៅម៉ោង 8:10 នាទីព្រឹកគឺខ្ញុំតែងខ្លួនហើយគឺខ្ញុំរៀបចំធ្វើការជាបន្តទៅកន្លែងការងាររបស់ខ្ញុំជាទូទៅខ្ញុំទៅដល់ office ក្នុងម៉ោង 8 កន្លះឬក៏អាចលើតិចតួចតាមផ្លូវតាឬក៏អញ្ចឹងណាហើយនេះគឺជា office របស់ខ្ញុំគឺ Expert Education and Visa Cambodia កាន់តែគេចូលដល់ម៉ោងធ្វើការគឺយើងពិចារណាតន្តែពាក្យមួយក្នុងចិត្តថាពេលវេលាគឺជាមាសប្រាក់គឺខ្ញុំក៏ឆក់បានទៅដលងទេដលងស្ងោលើគឺជារបស់ដែលខ្ញុំជួយចិត្តជាងគេពេលព្រឹកម៉ោងលឿនឡាហើយឆ្ងាញ់ទៀតតោះមកគឺយើងចូលធ្វើការនៅម៉ោង 9:00 នាទីព្រឹកតែម្ដងធ្វើការពីម៉ោង 9 រហូតដល់ម៉ោង 12 ថ្ងៃត្រង់បានយើងជប់សម្រាប់ញ៉ាំបាយរយៈពេល 1 ម៉ោងបន្ទាប់ពីជប់សម្រាប់ញ៉ាំបាយ 1 ម៉ោងហើយយើងជួយធ្វើការវិញម៉ោង 1 រសៀលបន្ទាប់មកយើងជួយធ្វើការវិញដូចធម្មតារហូតដល់ម៉ោង 5 បានយើងដល់ម៉ោងចេញទៅផ្ទះឥឡូវដល់ម៉ោង 5 ហើយចាំការទៀតរៀបចំកាបូបចេញទៅផ្ទះវិញ Bye bye see you good night